នេះរួចរាល់ហើយបងប្អូននេះគឺជាប្រភេទស្រូវសាលីឬបងប្អូនមួយចំនួនគាត់ហៅថាអូតដែលយើងយកទៅដាំជាមួយនឹងទឹកសធម្មតាក៏បានឬមួយទឹកដោះអលម៉ុនក៏បានទឹកដោះគោស្រស់ក៏បានតាមតែបងប្អូនចូលចិត្តតែសម្រាប់រូបមន្តនេះគឺខ្ញុំយកអូតនេះទៅអប់ក្នុងម៉ាស៊ីនដុតយើងនឹងចំនួន10នាទីហើយខ្ញុំប្រើភ្លើង150អង្សាសេប្រើចំនួនរយៈពេល10នាទីបន្ទាប់ពីអប់រួចមកខ្ញុំលាយជាមួយគ្រាប់ធញ្ញជាតិផ្សេងដើម្បីជាអាហារពេលព្រឹកមកយើងអាចបាច់ចំណាយពេលទៅផ្សារផ្សំគ្រាប់ធញ្ញជាតិបន្តិចអូតបន្តិចអីបន្តិចទេបងប្អូនគឺខ្ញុំលាយអញ្ចេះហើយខ្ញុំដាក់ក្នុងកែវមួយព្រឹកឡើងមកយើងអាចយកមកញ៉ាំបានជាមួយយ៉ាអ៊ូក៏បានហើយនឹងទឹកឃ្មុំផ្សំជាមួយផ្លែឈើផ្សេងៗក៏បានដែរងាយគឺយើងអាចចាក់ដាក់ចានតែម្ដងតាមចំណុះដែលយើងញ៉ាំរៀងខ្លួនណាបងប្អូននេះរួចរាល់ជាការស្រេចចំណេញពេលវេលា